ប្រសិនបើយើងពាក់ហ៊ីកាមិនប្រើប្រាស់ទំនិញរបស់សៀមនោះយើងនឹងទទួលទណ្ឌកម្មរដ្ឋាភិបាលក៏មិនអាចចេញនូវសេចក្តីសម្រេចណាមួយស្ដីពីការដាក់បំរាមទាំងស្រុងមិនអោយទំនិញថៃចូលមកដែរណាអ្នកនាំយកបងសៀមមកឲ្យប្រជាជនខ្មែរហូបទៀតឲ្យរលាយឲ្យមកពុយណាចឹងដោយសារគាត់ថាគេនិយាយវែងណាស់តែកាត់តចំហ្នឹងគេកាត់អារសើបហ្នឹងហើយក៏គេយកខ្ញុំនេះទៅត្រូលជាមួយអាហ្នឹងណែបើខ្ញុំវិញចាប់បែងមួយកម្រាម100អាមន្ត្រីណាក៏ដោយដាក់គុកមើលបំរៀងមកពីអាលងដែរចង់បានដែរហត់ក្បាលឡានយកលុយហើយមកតាំងមកទម្លាក់កំហុសលើរាជថាំងគេនាំមកហើយមិនទិញស៊ីទេចប់ចប់ប៉ុន្តែអ្នកឯងនេះមកបំផន់ភ្នែកបោករាណាបោករាហើយយើងនោះចេញមកនោះបោកទាំងរា17លានអ្នកត្រង់ថាតរណកម្មតនកម្មសួរថាវាបិទនោះវាមានតនកម្មអីដែរវាអត់ដែរទទួលស្គាល់ផងនោះតាដូណាត្រាំអីមកធ្វើសាកសីក្នុងការឆក់បាញ់ឆក់អីនោះវាស្ដាប់យើងអត់ហើយមកយើងនេះមកបន្ទោសរាថាមកពីយើងនឹងល្ងងយើងនឹងនៅតែទិញស៊ីគេនាំមកក៏នាំទៅយើងមិនបាច់ទិញស៊ីណាតនកម្មស្អីវាបិទខ្លួនវានោះ